everyone, let's start to learning ពាក្យគណនេយ្យសព្ទបកប្រែយ៉ាងម៉េចតោះចាប់ផ្ដើមជាមួយខ្ញុំអូខេទី1 abandon asset ក្នុងអត្ថន័យជាខ្មែរទ្រព្យសកម្មដែលត្រូវបានគេបោះបង់ចោលអូខេ let me to explain in English an asset given up by the owner and can be removed from the balance sheet អូខេក្នុងអត្ថន័យជាខ្មែរគេបញ្យល់ថាទ្រព្យសកម្មដែលត្រូវបានបោះបង់ចោលដោយម្ចាស់កម្មសិទ្ធិហើយអាចលុបចេញពីតារាងតុល្យការបានអាហ្នឹងតើតើនឹងពាក្យទី1គឺ abandon asset you got it okay we move to second word okay ពាក្យទី2 abandonment value ក្នុងអត្ថន័យជាខ្មែរប្រែថាតម្លៃដែលត្រូវអាចផ្លាស់ប្ដូរបានជាសាច់ប្រាក់Okay, let me explain English. The amount that can be realized immediately by selling an asset. ក្នុងអត្ថន័យបញ្យល់ជាភាសាអង់គ្លេសតម្លៃមួយចំនួនដែលអាចទទួលស្គាល់ជាសាច់ប្រាក់ភ្លាមៗក្រោយពីការលក់ទ្រព្យសកម្មអូខេអាហ្នឹងតើតើនឹង abandonment value you got it abandonment value Okay, next word. Abnormal depreciation. Okay, ក្នុងអត្ថន័យជាខ្មែរការកាត់រំលោះពិសេសឬមិនធម្មតាការកាត់រំលោះពិសេសឬមិនធម្មតា Okay, explain in English. Extra depreciation caused by abnormal factor Example natural disaster អូខេក្នុងអត្ថន័យបញ្យល់ជាភាសាអង់គ្លេសប្រែថាការកាត់រំលោះបន្ថែមដោយសារកត្តាខុសប្រក្រតីណាមួយកើតមានឡើងដូចជាឧទាហរណ៍ដូចគ្រោះធម្មជាតិផ្សេងដែលយើងមើលមិនឃើញតែទៅនឹង abnormal depreciation you got it okay we move to the fourth word អូខេពាក្យទី4គឺ abnormal return យើងប្រែថាលទ្ធផលឬក៏ផលដែលទទួលបានលើសពីការរំពឹងទុក meaning in English the return above what is the appreciated by the market movement ក្នុងអត្ថន័យបញ្យល់ជាភាសាអង់គ្លេសប្រែថាផលទទួលបានលើសពីអ្វីដែលបានរំពឹងទុកតាមរយៈសកម្មភាពលើទីផ្សារ Okay you got it តើតើនឹង abnormal return Okay the next word absolute cash flow ប្រែថាលំហូរសាច់ប្រាក់ជាក់ស្ដែងឬដាច់ខាត Okay explain English total cash inflows less cash outflows less depreciation ក្នុងអត្ថន័យបញ្យល់ជាភាសាអង់គ្លេសប្រែថាស្មើនឹងចំនួនសរុបលំហូរនៃសាច់ប្រាក់ដកលំហូរចេញនៃសាច់ប្រាក់ដកជាមួយនឹងការកាត់រំលោះ You got it Okay the next word absolute cost ប្រែថា absolute cost ប្រែថាថ្លៃដើមជាក់ស្ដែងឬដាច់ខាតថ្លៃដើមជាក់ស្ដែងឬដាច់ខាត Explain English the minimum cost a firm must bear to remain as a going concern ក្នុងអត្ថន័យបញ្យល់ជាភាសាអង់គ្លេសប្រែថាថ្លៃដើមអបរមាដែលក្រុមហ៊ុនត្រូវចំណាយដើម្បីធានារក្សានៅនិរន្តរភាព You got it Okay the next word absolute liability ប្រែថាបំណុលពិត Okay explain English a form of liability without fault អូខេក្នុងអត្ថន័យភាសាអង់គ្លេសបញ្យល់ថាបំណុលពិតដោយពុំមានការក្លែងបំឡង Okay តោះពាក្យបន្ទាប់ទៀត absolute costing ប្រែថាការកំណត់ថ្លៃដើម
ពេញលេញការកំណត់ថ្លៃដើមពេញលេញ Explain English assigning or cost both fixed and variable to product or object ក្នុងអត្ថន័យពន្យល់ជាអង់គ្លេសប្រែថាថ្លៃដើមរួមមានថ្លៃដើមថេរនិងបំរែនិងភាពប្រែប្រួលចំពោះផលិតផល You got it? Yeah. តើតើនឹង acceptance ការទទួលស្គាល់លើការទូទាត់ Yeah. Explain English writing across the face of a bill by which the drawer agree to pay ក្នុងអត្ថន័យពន្យល់ជាភាសាអង់គ្លេសប្រែថាការចុះចូលទៅវិញលើភាពវិជ្ជមានដែលអ្នកដកប្រាក់យល់ព្រមសងឬការទូទាត់ Yeah. Okay, next word acceptance payment. Acceptance payable. Yeah, acceptance payable. Oh, sorry. Okay. ក្នុងនេះអត់មានទេយើងចូលតាក់ទងនឹង acceptance deposit. Yeah, acceptance deposit យើងប្រែថាទទួលប្រាក់បញ្ញើឬប្រាក់តម្កល់ acceptance deposit ទទួលប្រាក់បញ្ញើឬប្រាក់តម្កល់ Yeah, you got it? Okay, the next word acceptance certificate. Acceptance certificate វិញ្ញាបនបត្រទទួលស្គាល់ Yeah. វិញ្ញាបនបត្រទទួលស្គាល់ Okay, ពាក្យចុងក្រោយគឺតាក់ទងនឹង accidental loss. Accidental loss គឺការខាត់បងដោយឧបវហេតុ Yeah. ការខាត់បងដោយឧបវហេតុ Yeah. Okay, ក្នុងវីដេអូនេះដែរខ្ញុំបានបកប្រែនិងពន្យល់ពាក្យមួយបានបញ្ចប់ហើយសូមអរគុណសម្រាប់ការតាមដាន